วิธีបង្កើត folder ឲ្យច្រើនក្នុងពេលតែមួយឲ្យលឿននៅក្នុង Excel យើងអាចប្រើ shortcut ដើម្បីបង្កើតវាបានណាអញ្ចឹងជាដំបូងយើងមានបញ្ជីឈ្មោះអញ្ចឹងឧទាហរណ៍ថាខ្ញុំមានបញ្ជីឈ្មោះ100នាក់បន្ទាប់មកខ្ញុំចង់បង្កើត folder ឲ្យគាត់មួយនៅក្នុង computer តើមានវិធីណាធ្វើឲ្យលឿនណាខ្ញុំអត់ចង់ឲ្យបង្កើតម្ដងមួយអញ្ចឹងទេវាស៊ីម៉ោងណាអញ្ចឹងឧទាហរណ៍ថាអញ្ចឹងជាដំបូងខ្ញុំបង្កើត column មួយទៀតមកបន្ទាប់មកខ្ញុំដាក់កន្លែងនេះគឺ MD ខ្ញុំសរសេរឲ្យមើលម្ដងទៀតអញ្ចឹងខ្ញុំដាក់ MD ដាក់សញ្ញាស្មើ MD ចេញមក MD ដក clear មួយអញ្ចឹងខ្ញុំតជាមួយឈ្មោះ folder របស់ខ្ញុំហ្នឹងដាក់សញ្ញា N មួយមកសញ្ញា N ចឹងមួយមកបន្ទាប់មកមាន function មួយទៀត function ហ្នឹងគឺ function មួយនេះគឺដើម្បីspace យើងចង់ដាក់ underscore ចូលអញ្ចឹងខ្ញុំចូលមកកន្លែងនេះមកខ្ញុំដាក់តជាមួយអានេះតមកខ្ញុំដាក់ក្បៀសមួយអញ្ចឹងកន្លែងនេះគឺ space កន្លែងនេះខ្ញុំដក clear មកបន្តខ្ញុំចំនួនដល់អីគឺ underscore សញ្ញាដកមួយហ្នឹងប៉ុណ្ណឹងមកបើតោះយើងអស់មកក្រមកយើង copy អាហ្នឹងមកខ្ញុំលុបអានេះចោលវិញតោះមកយើងកាត់បង្កើត TXT file មួយមកយើងយក new យក text file ចឹងអានេះខ្ញុំយកដាក់ឈ្មោះវា create folder អញ្ចឹងទៅ .bat ចឹងតោះមកខ្ញុំ edit វាតោះមកខ្ញុំ save code យើងចូលហ្នឹងហើយយើងស្អីតដោយ MD អីហ្នឹងដក clear មួយឈ្មោះមនុស្សរបស់យើងបុគ្គលិករបស់យើងឬក៏សិស្សរបស់យើងអីចឹងទៅ100នាក់200នាក់1000នាក់ក៏បានដែរប៉ុណ្ណឹងយើង save វាមកយើងបិទវាបន្ទាប់មកយើងចុចអញ្ចឹងមកវាបង្កើត folder យើងហើយអញ្ចឹងមកខ្វាច់ហ្នឹងគឺបានហើយយើងអត់ចាំបាច់ទៅ copy ឈ្មោះសិស្សឬក៏បុគ្គលិកយើងម្ដងមួយយកមកបង្កើត new folder អញ្ចឹងទេនេះគឺជាវិធីបង្កើត shortcut ឲ្យវាលឿនណាហ្នឹងហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើពេញចិត្តកុំភ្លេចជួយ like ជួយ share ជួយ subscribe អ្នកមួយផងអរគុណច្រើនបើមានជាចម្ងល់ជួយ comment ខាងក្រោម